ខ្ញុំចាប់ផ្ដើមឆ្ងល់ថាតើអ្វីទៅជា Digital និង AI ខ្ញុំចាប់ផ្ដើមយល់ច្បាស់ហើយថាតើអ្វីគឺជា Digital ហើយអ្វីគឺជា AI បច្ចេកវិទ្យា Digital AI ផងដែរដែលជាបច្ចេកវិទ្យាមួយសំខាន់ណាស់សម្រាប់ការរស់នៅសម្រាប់ការធ្វើការក្នុងសម័យបច្ចុប្បន្ននេះយើងមិនអាចខ្វះបានឡើយចិត្តខាងនេះគឺមានចំណាប់អារម្មណ៍មួយណែនាំមួយតាក់ទងទៅនឹងបច្ចេកវិទ្យា Digital AI ដែលជាបច្ចេកវិទ្យាមួយសំខាន់ណាស់សម្រាប់ការរស់នៅសម្រាប់ការធ្វើការក្នុងសម័យបច្ចុប្បន្ននេះយើងមិនអាចខ្វះបានឡើយបាទជឹកក្នុងនោះដែររដ្ឋាភិបាលកម្ពុជារបស់យើងក៏បានយកចិត្តទុកដាក់បណ្ដុះបណ្ដាលកម្មវិធីបណ្ដុះបច្ចេកវិទ្យា Digital AI នេះនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនស្របតាមចក្ខុវិស័យហើយក្នុងនោះដែរសាកលវិទ្យាល័យអង្គរបានរៀបចំកម្មវិធីសិក្សាបន្ថែមទៅលើមុខជំនាញដែលមានជាផ្នែកមួយនៃ Triple Degree Program ដែលបានដាក់ជូនដល់គ្រូទាំងអស់ដែលសិក្សារយៈពេល90ម៉ោងដែលមានទ្រឹស្ដីនិងការអនុវត្តពេញលេញបាទក្នុងនោះក៏មានគ្រូបង្គោលម្នាក់ហើយនិងគ្រូចំនួនម្នាក់ក្នុងបន្ទប់សិក្សាវគ្គសិក្សានីមួយៗដើម្បីធ្វើយ៉ាងណាឲ្យការសិក្សារបស់គ្រូមួយទទួលបានចំណេះដឹងពេញលេញក្នុងវគ្គសិក្សា Digital និង AI យើងមានបកគោលបំណងគឺឲ្យនិស្សិតមានមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ Digital និង AI ដើម្បីឲ្យកាន់តែយល់ច្បាស់យើងមកយល់ពីនិយមន័យនៃ Digital និង AI ជាមុនសិនតើ Digital ជាអ្វី Digital ជាវិទ្យាសាស្ត្រមួយនៅក្នុងការប្រើប្រាស់ផ្ទេរឬចែករំលែកទិន្នន័យព័ត៌មានឯកសារនានាតាមឧបករណ៍អេឡិចត្រូនិកតើ AI ជាអ្វី AI ជាបញ្ញាសិប្បនិម្មិតមួយជាវិទ្យាសាស្ត្រមួយដែលគេសិក្សាទៅលើការបង្កើតការប្រើប្រាស់ឧបករណ៍និងកម្មវិធីឆ្លាតវៃដើម្បីធ្វើត្រាប់តាមមនុស្សលើសពីការគ្រាន់តែបន្ថែមនៅមុខវិជ្ជាថ្មីសាកលវិទ្យាល័យអង្គរគឺមានចក្ខុវិស័យជួយពង្រឹងគុណភាពអប់រំជួយឲ្យនិស្សិតអាចសម្របខ្លួននៅក្នុងការសង្គម Digital និង AI នាបច្ចុប្បន្ននិងអនាគតយើងមានគោលបំណងជាចម្បងគឺជួយពាក្យបំណិនប្រសពដល់និស្សិតដើម្បីឲ្យគាត់អាចទទួលយកការងារ Digital និង AI ប្រកបដោយជោគជ័យបំណិនប្រសពដែលពួកគេទទួលបានហ្នឹងគឺមានដូចជាការប្រើប្រាស់ការគ្រប់គ្រងទិន្នន័យព័ត៌មានឯកសារប្រកបដោយប្រសិទ្ធភាពខ្ពស់និងភាពប៉ិនប្រសប់ការសិក្សាស្រាវជ្រាវដោយប្រើប្រាស់ឧបករណ៍ Digital ដោយខ្លួនឯងប្រកបដោយការច្នៃប្រឌិតខ្ពស់ជំរាបសួរនាងខ្ញុំឈ្មោះ UE ជានិស្សិតឆ្នាំទី1ដែលកំពុងសិក្សានៅមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រហើយក៏ជានិស្សិតដែលកំពុងតែសិក្សានៅវគ្គបណ្ដុះបណ្ដាល Digital និង AI ផងដែរនាងខ្ញុំឈ្មោះខៈពិសីជានិស្សិតដែលសិក្សាវគ្គ Digital និង AI បច្ចុប្បន្នក៏កំពុងតែសិក្សាលើមុខជំនាញគិលានុបដ្ឋាកនៅក្នុងសាកលវិទ្យាល័យអង្គរផងដែរមុនពេលចូលរៀនវគ្គនេះខ្ញុំមិនទាន់យល់ច្បាស់ទេថាតើ Digital និង AI មានអត្ថន័យយ៉ាងដូចម្តេចខ្ញុំគ្រាន់តែឮឈ្មោះនិងមិនទាន់យល់ដឹងពីអត្ថប្រយោជន៍ពិតប្រាកដនៃវាបន្ទាប់ពីបានស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូរួចមកខ្ញុំក៏សម្រេចចិត្តចុះឈ្មោះចូលរៀនវគ្គនេះមុនពេលចូលរៀននៅវគ្គនេះខ្ញុំឆ្ងល់ថាតើអ្វីគឺជា Digital ហើយអ្វីគឺជា AI ហើយគេរៀនអំពីអ្វីខ្លះហើយវាផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះប៉ុន្តែដោយសារតែមានចំណាប់អារម្មណ៍ចង់ដឹងចង់ឮហើយក៏ចង់សាកល្បងនៅអ្វីថ្មីដូចនេះហើយខ្ញុំក៏សម្រេចចិត្តចូលរៀននៅវគ្គនេះសម្រាប់ចំណាប់អារម្មណ៍នៅពេលដែលកំពុងសិក្សាដំណាក់កាលដំបូងលោកគ្រូក៏បានបង្រៀនអំពីទ្រឹស្ដីនៃមេរៀនជាមុនសិនបន្ទាប់មកយើងធ្វើការអនុវត្តនៅក្នុងបន្ទប់កុំព្យូទ័រដែលបំពាក់ទៅដោយកុំព្យូទ័រទំនើបជាច្រើនបន្ទាប់ពីយើងធ្វើការអនុវត្តជាក់ស្ដែងហើយគឺយើងបានយល់ដឹងច្បាស់អំពី Digital និង AI កាន់តែស៊ីជម្រៅហើយអ្វីដែលពិសេសនោះគឺខ្ញុំចាប់អារម្មណ៍ទៅលើការប្រើប្រាស់ prompt និង AI ដើម្បីបង្កើតជាមាតិកាផ្សេងៗដែលយើងអាចធ្វើការបង្ហោះឬក៏ផ្សព្វផ្សាយទៅលើប្រព័ន្ធបណ្ដាញសង្គមបានថែមទៀតផងដោយទទួលបានចំណេះដឹងថ្មីពី AI ជំនាញក្នុងការប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជា ChatGPT, Canva, Gemini, Copilot និងកម្មវិធីផ្សេងៗជាច្រើនទៀតអ្វីត្បិតតែខ្ញុំកំពុងសិក្សាលើមុខជំនាញគិលានុបដ្ឋាកក៏ពិតមែនក៏ប៉ុន្តែការយល់ដឹងពីបច្ចេកវិទ្យាគឺពិតជាមានសារៈសំខាន់នៅក្នុងវិស័យសុខាភិបាលដូចជាការកត់ត្រាព័ត៌មានការគ្រប់គ្រងទិន្នន័យអ្នកជំងឺនិងផ្សេងៗជាច្រើនទៀតសម្រាប់លទ្ធផលនៃការសិក្សាវិញគឺបន្ទាប់ពីសិក្សានៅវគ្គនេះហើយគឺខ្ញុំបានយល់ដឹងអំពីកម្រិតនិងសក្តានុពលនៃ AI ដោយទី1គឺយើងអាចប្រើប្រាស់ AI ធ្វើជាឧបករណ៍សម្រាប់ជំនួយដល់ការសិក្សាការងារផ្សេងៗបានគ្រប់វិស័យទាំងអស់មិនថាក្នុងការបង្កើតអត្ថបទឬក៏ផលិតជាវីដេអូរូបភាពជាដើម
ទី2គឺយើងអាចស្គាល់ពីឧបករណ៍និងបច្ចេកវិទ្យា AI ទំនើបថ្មីនៅក្នុងនោះមិនត្រឹមមានតែ ChatGPT ទេគឺមាន AI ជាច្រើនផ្សេងទៀតដែលវាមានតួនាទីនិងអត្ថប្រយោជន៍ផ្សេងស្របទៅតាមតម្រូវការដែលយើងចង់បានទី3គឺយើងចេះប្រើ prompt ឲ្យមានប្រសិទ្ធភាពកាលណាដែលយើងចេះប្រើ prompt ឲ្យមានប្រសិទ្ធភាពនោះនឹងវានឹងធ្វើឲ្យពន្លឿនការងារសមត្ថភាពការងាររបស់យើងឲ្យកាន់តែលឿននិងចំណេញពេលវេលាទី4គឺខ្ញុំសប្បាយចិត្តក្នុងការប្រើប្រាស់នៅបច្ចេកវិទ្យាថ្មីទាំងនេះនៅពេលដែលយើងចេះប្រើប្រាស់នៅបច្ចេកវិទ្យាថ្មីគឺប៉ុន្តែគឺវាពិតជាផ្ដល់នៅអត្ថប្រយោជន៍ឲ្យយើងជាច្រើនមិនថានៅក្នុងវិស័យអប់រំវិស័យការងារឬក៏សេដ្ឋកិច្ចអីដែលពិសេសនោះគឺយើងទទួលដឹងឮនៅព័ត៌មានបានលឿននិងឆាប់រហ័ស ខ្ញុំសង្ឃឹមថាវគ្គសិក្សានេះពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់និស្សិតព្រោះវាជួយសម្រួលដល់ការសិក្សានិងការស្រាវជ្រាវផងដែរសម្រាប់ចំណាប់អារម្មណ៍ចុងក្រោយវិញគឺខ្ញុំគិតថាសាកលវិទ្យាល័យអង្គរពិតជាមានចក្ខុវិស័យវែងឆ្ងាយមែនទែនដែលបានគិតគូរក្នុងការបង្កើតនៅវគ្គបណ្ដុះបណ្ដាលនេះមកជាពិសេសគឺសាកលវិទ្យាល័យបានផ្ដល់ជូននៅវគ្គសិក្សានេះដោយឥតគិតថ្លៃយើងអាចទទួលបានសញ្ញាបត្រ3ក្នុងពេលតែមួយគឺទី1គឺសញ្ញាបត្រទៅលើមុខជំនាញគោលទី2សញ្ញាបត្រអង់គ្លេស Diploma និងទី3សញ្ញាបត្រ Digital និង AI ក្នុងនាមខ្ញុំជានិស្សិតម្នាក់ខ្ញុំសូមធ្វើការគាំទ្រនិងលើកទឹកចិត្តទៅដល់និស្សិតក៏ដូចជាមហាជនផ្សេងឲ្យគាត់ចុះឈ្មោះចូលរៀននៅក្នុងវគ្គបណ្ដុះបណ្ដាលនេះដើម្បីទទួលបាននូវអត្ថប្រយោជន៍និងឱកាសជាច្រើនដែលសាកលវិទ្យាល័យអង្គរបានផ្ដល់ជូនសូមអរគុណ